ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតដែលជាអេពីសូតទី8បាទចឹងនៅក្នុងអេពីសូតនេះទី8នេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបលេងចង្វាក់ខ្មែរមួយដែលយើងអាចយកទៅ apply ការលេងហើយយើង add on បន្ថែមជាមួយអា scale របស់យើងណាបាទអញ្ចឹងមូលហេតុដែលខ្ញុំដាក់ការលេងចង្វាក់ខ្មែរមួយនេះនៅក្នុងអេពីសូតទី8នេះដោយសារខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាអនុវត្តជាមួយនឹង scale យើងលេងឯរបៀប climb អាកបន្តិចអញ្ចឹងណាបាទនៅ climb note បន្តិចអញ្ចឹងនៅក្នុងអាករបស់យើងពេលយើងលេងជាមួយចង្វាក់ហ្នឹងបាទអញ្ចឹងមុននឹងចូលទៅចង្វាក់មួយហ្នឹងខ្ញុំមានព័ត៌មានសម្រាប់បងប្អូនដែលមានតម្រូវការជាមួយឧបករណ៍តន្ត្រីអាចទាក់ទងមកកាន់ខ្ញុំបានឧបករណ៍អីក៏បានដែរបាទអត់មាននៅក្នុង stock យើងអាចកំងជូនបងប្អូនទាំងអស់គ្នាត្រឹមរយៈពេល1សប្តាហ៍មកដល់ស្រុកខ្មែរបាទអញ្ចឹងបងប្អូនចង់បានអីក៏បានដែរឲ្យតែគិតថាលុយដល់ទិញគឺអត់បញ្ហាទេមកទឹកមកដល់ស្រុកខ្មែរបើសិនជាអីវ៉ាន់ហ្នឹងអត់មានក្នុង stock ហើយសម្រាប់បងប្អូនដែលទឹកតែហាត់គ្នាយើងនេះតែហាត់រៀននេះត្រូវការ acoustic អីមួយយកទៅហាត់អីយើងមានច្រើនជំរើសតាមតម្លៃដែរអញ្ចឹងណាបងប្អូនចង់បានអាល្មមមានអាល្មមអាចគួរសមអាថ្លៃយើងទៅអាចទៅមកកាន់ខ្ញុំបានហើយហ្នឹងហើយដាច់ខាតត្រូវតែមានហ្គីតាហាត់បើយើងអត់មានហ្គីតាហាត់ទេយើងអាចលេងភ្លេងបានទេអញ្ចឹងណាអូខេឥឡូវត្រឡប់ចូលមកដល់មេរៀនរបស់យើងវិញអញ្ចឹងនេះគឺជាការលេងចង្វាក់ Bolero បាទអញ្ចឹង Bolero គឺជាចង្វាក់មួយដែលនៅក្នុងភាគច្រើនក្នុងកម្មវិធីជប់លៀងផ្សេងរបស់ខ្មែរយើងណាការខុសកំណើតជប់លៀងផ្សេងហ្នឹងទៅតែងតែមាន band មានអីគេលេងចង្វាក់ហ្នឹងទៅបាទអញ្ចឹងការលេងចង្វាក់ Bolero នេះខ្ញុំនឹងបង្ហាញ form បងប្អូនរបៀបលេងចង្វាក់ Bolero នេះហើយអញ្ចឹងបងប្អូនពេលមានអាគនៃបទមួយបងប្អូនគ្រាន់តែហាត់លេង form ហ្នឹងតាមអាគមួយនៃបទរបស់អ្នកនរគ្នាទៅអ្នកនរគ្នានឹងទទួលបានការលេងចង្វាក់ Bolero ដែលបានត្រឹមត្រូវហើយអញ្ចឹងណាដំបូងខ្ញុំបង្ហាញអាហ្នឹងហើយតោះមកខ្ញុំនឹងបន្ថែមនៅអ្វីដែលខ្ញុំបាននិយាយមុនហ្នឹងគឺថាយើងអាច climb note តិចៗនៅក្នុង scale ដែលយើងធ្លាប់ហាត់អញ្ចឹងណាអូខេខ្ញុំឧទាហរណ៍នៅក្នុង La minor របស់យើង bar chord របស់យើងចាំទេបាទវីដេអូមុន bar chord បាទមាន position កដាល major position bar chord ខាងលើដកដៃកដាលចេញ minor ណាអញ្ចឹងទម្រង់ Bolero យើងលេងណាចុះឡើងចុះឡើងបាទណាអញ្ចឹងអាពេលនេះកន្លែងនេះចុះឡើងចុះឡើងឃើញអាដៃឆ្វេងរបស់ខ្ញុំញាក់តាមអាការលេងនេះអាហ្នឹងគេហៅថា staccato អញ្ចឹងអាពាក្យបច្ចេកទេសអីហ្នឹងតបងប្អូនបន្តក្នុងការហាត់ទៅទម្រង់មេរៀន advance ទៅបងប្អូននឹងយល់ពាក្យបច្ចេកទេសនីមួយដែលខ្ញុំបាននិយាយហ្នឹងហើយអញ្ចឹងឥឡូវគ្រាន់តែចំណាំសិនណាសម្រាប់បងប្អូនដែលទៅរៀនដំបូងបាទអញ្ចឹងយើងហៅថា staccato យើងចុះឡើងចុះឡើងដល់ណាចុះឡើងចុះឡើងបាទបើយើងដូរអាគទៅអីផ្សេងទៀតសុលហើយបាទអញ្ចឹង tip ដែលខ្ញុំនឹងបង្ហាញនេះ form La minor pentatonic របស់យើងនៅក្នុងមេរៀនរបស់យើងអញ្ចឹងបើយើងប៉ះបទណាដែលមាន position អញ្ចឹងហើយយើងអាច climb បានណាសំខាន់បងប្អូនចាំមើលស៊ីរបស់វាចាំល្បឿននៃចង្វាក់របស់វាអញ្ចឹងទៅ1 2 3 4 1 2 3 4បាទឃើញទេអញ្ចឹងដល់បើយើងលេងបាទអញ្ចឹងតែយើងលេងចាំល្បឿននៃចង្វាក់របស់យើងឲ្យស្មើទៅបាទយើងអាច climb នៅក្នុង scale របស់យើងបានហើយអញ្ចឹងនៅតង់អីក៏ដោយបងប្អូនលេងប៉ះ minor បងប្អូនប្រើ bar chord មកបងប្អូនប្រើ climb នៅក្នុង scale minor pentatonic របស់អ្នកនរគ្នាទៅតាមតង់នីមួយៗអញ្ចឹងយើងស្គាល់ La minor មួយហើយបើយើងចង់បានតង់អីផ្សេងទៀតយើងតម្លើងតម្លាក់តាមតួអក្សរនៃសំឡេងហ្នឹងណាស្គាល់ scale ណា
បាទនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះបាទយកទៅហាត់ទៅដំបូងព្យាយាមហាត់របៀបលេងសិនទៅណាចុះឡើង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 ចុះបាទនេះគឺជាទម្រង់ការលេងចង្វាក់ bolero ហើយជាមួយការក្លែមណោតិចតួចនៅក្នុង scale របស់យើងអញ្ចឹងទៅណារបៀបយើងលេងអញ្ចឹងសំខាន់រាប់ឲ្យត្រូវ beat ចង្វាក់វាទៅឲ្យស្មើចង្វាក់ទៅគឺយើងអាចលេងបានហើយបាទចឹងបងប្អូនដែលមិនទាន់ Subscribe YouTube Channel រៀនហ្គីតា Subscribe អ្នកមួយក៏ដូចជា Follow Facebook Page រៀនហ្គីតាម្នាក់មួយមានចម្ងល់អីអាចឆាតសួរមកកាន់ខ្ញុំបានអរគុណច្រើនជម្រាបលាយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយមួយទៀត